ទីសុខសាន្តទីធ្លាប់មានស្នាមញញឹមទីអ៊ូអឥឡូវប្រែទៅវឹកវរคล้ายជាគុំណោភាពឈឺចាប់បាត់សំឡេងក្មេងលេងសើចច្រៀងហោកណ្ដឹងធ្លាប់រក្នុងសាលាក៏ស្ងាត់ភាពរីករាយភ្ជុំបោកផាត់គួចរសិតទៅទីឆ្ងាយឬសំឡេងឈឺចាប់នេះទេប្រាប់បានទេថាមកពីអ្វីបាត់បង់ផ្ទះបាត់គ្រប់អ្វីភាពផិតភ័យរំពាត់ជួបកាយឬសំឡេងឈឺចាប់នេះទេសំឡេងកូនយំស្រែករកម្ដាយសូមឲ្យព្យុះកំណាចរសាយសូមឲ្យគ្រប់យ៉ាងវិលដូចដើមទីងងឹតផិតភ័យខ្វល់ខ្វាយម្ដាយប្រឹងបបពេលកូនតូចឲ្យគេងឪពុកក្រសោបមើលស្ដាំមើលឆ្វេងទប់ទឹកភ្នែកមិនឲ្យស្រក់ឡើយសំរឹបជើងរត់គ្រប់ទីកន្លែងស្ពាយអោបផ្សែងស្វែងរកទីលាក់កាយប្រឹងដកដង្ហើមបន់ព្រះឲ្យជួយរងចាំសន្តិភាពឮសំឡេងឈឺចាប់នេះទេប្រាប់បានទេថាមកពីអ្វីបាត់បង់ផ្ទះបាត់គ្រប់អ្វីភាពផិតភ័យរំពាត់ជួបកាយឮសំឡេងឈឺចាប់នេះទេសំឡេងកូនយំស្រែករកម្ដាយសូមឲ្យព្យុះកំណាចរសាយសូមឲ្យគ្រប់យ៉ាងវិលដូចដើមចាំងភ្លឺភ្លេចក្រហមឆ្អៅខ្ទេចអស់សាលាផ្ទះសំបែងដែលធ្លាប់រស់នៅទីវត្តអារាមបែកបាក់ស្រុកភូមិស្ពានផ្លូវសង្គ្រាមឆក់ទៅមិនប្រណីមិនអាសូរម្ដាយត្រូវព្រាត់កូនទាំងមិនទាន់ចិញ្ចឹមឲ្យធំទឹកភ្នែកខ្លាយជាឈាមតើអ្នកណាយល់អារម្មណ៍បាត់ដៃក្នុងដៃលេបសំដីមកបន្លំយើងគ្រាន់តែចង់បានសន្តិភាពតែអ្នកអ្វីដូចជាសត្វពស់រឿងដែលអ្នកប្រឹងខ្លែងល្ខោនដែលអ្នកប្រឹងសម្ដែងព័ត៌មានដែលអ្នកប្រឹងបង្វែងជីវិតអ្នកបានយកគ្រួសារអ្នកបំបែកយើងមិនរាថយដាក់ស្លុតរឹងមាំឈរលើទឹកដីបរិសុទ្ធរួមសម្លេងជាតិប្រយុទ្ធដើម្បីមាតុភូមិសុខសាន្តយើងត្រូវការសន្តិភាពយើងមិនត្រូវការសង្គ្រាមយើងមិនត្រូវការសម្រក់ឈាមត្រូវប្រាប់ការពិតឲ្យពិភពលោកបានដឹងឮ